មកឆ្លើយសំណួររបស់បងប្អូនយើងគាត់សួរថាតើក្នុងពងខ្យង1គីឡូតើបានកូនខ្យងប្រមាណហើយនៅពេលដែលប្រមូលផលលក់តើបានខ្យងប្រមាណគីឡូចុះបងប្អូនតកតងជាមួយនឹងពងខ្យងតកតងជាមួយពងខ្យង1គីឡូបើយើងគិតជាកូនដែលញាស់យើងគិតថាទាំងអស់បងប្អូនអាច6500កូនទៅ7000កូនក្នុងពង1គីឡូប៉ុន្តែជាធម្មតាខ្ញុំសរសេរដាក់ឲ្យកូនសិស្សឬក៏បងប្អូនក្នុងពង1គីឡូអាចបានតែ5000កូនអីទេមូលហេតុដែលខ្ញុំដាក់ចំនួនតិចដោយសារតែជាធម្មតាបងប្អូនពងខ្យងមានអត់ញាស់ខ្លះទៅពេលបងប្អូនយកទៅណាមានអត់ញាស់ខ្លះនឹងជារឿងធម្មតាទេហើយបន្តមកទៀតអត្រារស់បងប្អូនយើងមិនមែនញាស់7000កូននឹងនៅសល់តែ7000ទេវាមានបញ្ហាងាប់ឬក៏បញ្ហាបាត់បង់ដែរអញ្ចឹងបងប្អូនអញ្ចឹងយើងគិតថាក្នុងពង1គីឡូបានកូនតែ5000កូនទៅបានទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនថែឲ្យបានល្អថែឲ្យរស់រហូតដល់ថ្ងៃប្រមូលផលយើងអាចនិយាយថាប្រមូលផលនៅចន្លោះទំហំ15គ្រាប់ទៅ20គ្រាប់1គីឡូអញ្ចឹងបើសិនជាបងប្អូនប្រមូលផលគុណសំទោសខ្យងសាច់20គ្រាប់1គីឡូអញ្ចឹងបងប្អូននឹងអាចទទួលបានខ្យងសាច់វិញ250គីឡូអញ្ចឹងបងប្អូនគុណទៅសំទោសបងប្អូនចាយទៅក្នុងចំនួនពងខ្យង1គីឡូបានខ្យងសាច់5000កូន5000ខ្យងអញ្ចឹងយើងចាយជាមួយនឹង20គ្រាប់ទៅវាអាចបានទៅ250គីឡូបងប្អូនចុះបើយើងគិតជាលុយបើសិនជាករណីបងប្អូនលក់បាន1គីឡូតែ1រៀលក្នុងខ្យង1គីឡូអញ្ចឹងបងប្អូនអាចបានចំណូលលើសខ្លះ$250ដែរអញ្ចឹងចំណុចនេះល្អមែនតើហើយបើសិនជាបងប្អូនលក់បាន1គីឡូ2រៀលអីចំណូលបងប្អូនអាច$400-500បងប្អូនប៉ុន្តែអ្វីសំខាន់ហ្នឹងបងប្អូនគឺការថែទាំខ្យងណាឯងខ្លាចតែខ្យងញាស់ច្រើនប៉ុន្តែបងប្អូនថែអត់កើតខ្លាចតែចំណុចនេះទេហើយឧទាហរណ៍ថាខ្យងញាស់ច្រើនដែរកើតដែរប៉ុន្តែបងប្អូនចិញ្ចឹមអត់រស់ឬក៏ចិញ្ចឹមទៅធំធាត់យឺតឬក៏ចិញ្ចឹមទៅបាត់បង់ច្រើនអញ្ចឹងចំណូលគឺវាតិចច្រើនតាមហ្នឹងណាបងប្អូនណាអត់អាចកំណត់បានទេអញ្ចឹងបើយើងនិយាយបកទៅវិញអាស្រ័យទៅលើបច្ចេកទេសក្នុងការថែទាំក្នុងការចិញ្ចឹមរបស់បងប្អូនដែរបងប្អូនណាអញ្ចឹងតកតងជាមួយនឹងការធ្វើកសិកម្មនេះបងប្អូនគួរតែព្យាយាមស្វែងយល់ចំណេះដឹងឲ្យបានខ្លាំងបន្តិចក្នុងការធ្វើក្នុងការចាប់ផ្ដើមយើងកុំចេះតែឃើញគេធ្វើហើយយើងធ្វើតាមអូមើលទៅគេធ្វើតំណងធ្វើតាមដែរកុំធ្វើអញ្ចឹងបងប្អូនវាមិនស្រួលពេកទេគឺកសិកម្មមិនថាការចិញ្ចឹមត្រីការចិញ្ចឹមមាន់ចិញ្ចឹមគោពពែវាមិនស្រួលពេកទេវាទាមទារបច្ចេកទេសមែនតើ